Hi guys, so today I have three Gen Z vocabularies to show you. Alright, so the first one is race. Chẳng race nắng vì mà bị biệt ha charisma ឬក៏ charm មានន័យថាភាពទាក់ទាញឬក៏ថាយើងមានសមត្ថភាពណាមួយនៅក្នុងខ្លួនរបស់យើងទាក់ទាញអីមួយឬក៏យើងសមត្ថភាពនៅក្នុងការញ៉ាយគេហ្នឹងគេប្រើពាក្យ race R I Z Z race. Alright, អញ្ចឹង for example he managed to get her number in 5 minutes, so his race is unmatched. Okay, unmatched ចឹងមិនថាគាត់មានសមត្ថភាពនៅក្នុងការញ៉ាយគេលឿនបំផុតណា alright អញ្ចឹងដល់ពេល the second one is no cap. Okay, no cap អញ្ចឹងពាក្យថា no cap ហ្នឹងវាមកពីពាក្យថា no lie ឬក៏ telling the truth និយាយការពិតប្រាប់ការពិតនិយាយមែនណា okay អញ្ចឹង for example that was the best movie I have ever seen all year អញ្ចឹងណាអញ្ចឹង no cap រឿងនេះខ្ញុំមើលហើយមើលទៀតល្អមើលមែនទែននិយាយមែនអញ្ចឹងជារឿងមួយដែលនិយាយថាយើង no cap អត់និយាយលេងណានិយាយមែនល្អមើលមែន alright ហើយដល់ពេល the last word ពាក្យទី3 is slay S L A Y right អញ្ចឹងពាក្យ slay នេះមានមកពីពាក្យថា doing something well. Alright, doing something well អញ្ចឹងមានថាធ្វើបានល្អណាស់ហ្នឹងហើយបានល្អហើយល្អមែនទេឬក៏សរសើរអ្វីមួយអញ្ចឹង for example យើងនិយាយថា your outfit looks amazing today អញ្ចឹង you absolutely slay it អញ្ចឹងនិយាយទៅអ្នកឯងនៅស្លៀកពាក់គឺស្អាតមែនទែនស្អាតហើយសង្ហាលយឆាយអីចឹងណាអញ្ចឹង oh you slay it mostly ក្មេងៗឥឡូវចិនសៀឥឡូវចូលចិត្តនិយាយ oh you slay អញ្ចឹងមានថាការស្លៀកពាក់ដូចលោកគ្រូអំរិនអញ្ចឹងអ្នកស្លៀកពាក់អញ្ចឹងគឺលក្ខណៈថា you slay it right. Alright, so today ខ្ញុំមានតែប៉ុណ្ណេះសម្រាប់ការ share អូខេបើសិនអ្នកនរចូលចិត្តវីដេអូមួយនេះកុំភ្លេចធ្វើការ like share ហើយ follow ផងអូខេហើយបើសិនជាចង់បានវីដេអូឲ្យថ្មីបន្ថែមទៀតឬក៏ចង់បានពាក្យថ្មីអូខេ please comment below. Bye bye.